Ngày muốn nhầm bàn lược láng ẩm pi bịa thà bẩn đứt ở trong Phật giáo sna ngày ní xôm lược láng ẩm pi bịa thà piel bình mặt đòn chỉ này tôi chỉ môi đừng bịa thà bẩn đứt chẳng tôi piel tôi năng bẩn đứt piel ní bây giờ vậy từ piel mà mát ai tha chỉ thà bịa chỉ côn là niếm miền này thà là ngông khâu miền này thà cài xà hao miền này thà cọ miền này thà khmênh miền này thà tôn giống miền này trớn để tông cho môi được bị thả piel tái bây giờ pra được nông này thà bọc cồn piel đấy trong dây thà piel nó cứ trong bệnh chẹ từ lơ bọc cồnដែលប្រព្រឹត្តកាត់នៅប្រយោជន៍2ប្រយោជន៍ទី1គឺប្រយោជន៍ខ្លួនឯងប្រយោជន៍ទី2គឺប្រយោជន៍អ្នកដទៃគឺបុគ្គលទាំងឡាយណាដែលប្រព្រឹត្តធ្វើអំពើកាត់នៅប្រយោជន៍ខ្លួនផងកាត់នៅប្រយោជន៍អ្នកដទៃផងគឺឈ្មោះថាជាបុគ្គលពីលនៃមួយទៀតគឺកាត់ប្រយោជន៍2ដែរតែកាត់ប្រយោជន៍នៅក្នុងបច្ចុប្បន្នជាតិនេះផងនិងកាត់ប្រយោជន៍នៅក្នុងបរៈលោកផងនេះនិយាយតាមគោលក្នុងពុទ្ធសាសនាមួយទៀតការសម្គាល់ទៅលើចរិតរបស់បុគ្គលពីលគឺការប្រព្រឹត្តទី1គឺប្រព្រឹត្តអាក្រក់ដោយកាយមានន័យថាមានកាយវិការអាក្រក់មានការកាប់សម្លាប់លួចឆក់ប្លន់បំបត្តិប្រវាញ់និងការរំលោភបំពានផ្សេងនេះការប្រព្រឹត្តអាក្រក់ដោយកាយទី2គឺការប្រព្រឹត្តអាក្រក់ដោយវាចាគឺពាក្យសម្ដីមានការកុហកមានការញុះញង់អុចអាលសោកសៀតបំបែកបបាក់មានការពោលពាក្យអាក្រក់ជេរប្រតិចផ្ដាសានិងមានការនិយាយរយរាយដែលឥតប្រយោជន៍ឥតបានផលហើយចំណុចទី3គឺការប្រព្រឹត្តអាក្រក់ដោយចិត្តដោយការគិតមានន័យថាមានគំនិតអាក្រក់ទៅលើអ្នកដទៃដោយការគុំគួនចងអាឃាតព្យាបាទការសម្លឹងរំពៃផ្សេងក្នុងនៃផ្លូវទុច្ចរិតអញ្ចឹងនេះជាលក្ខណៈសម្គាល់ទៅលើបុគ្គលពីលផ្ទុយជាមួយនឹងពាក្យថាបណ្ឌិតអញ្ចឹងសូមលើកឡើងបែបខ្លីជាលក្ខណៈសម្គាល់ប៉ុណ្ណេះសម្រាប់ជាការពិចារណា